បងប្អូនជួយមើលខ្ញុំណាអំណោយរបស់នាយករដ្ឋមន្ត្រីឯណាក៏លក្ខិលក្ខៈអញ្ចឹងបងប្អូនពាក់ព័ន្ធជាមួយនឹងក្រុមអមយថោងរបស់រដ្ឋាភិបាលមួយចំនួនណាបងប្អូនជាពិសេសបកគលដែលខ្ញុំភិនក្នុងវីដេអូហ្នឹងមួយរយៈមុនខ្ញុំធ្លាប់បានលើកវីដេអូពាក់ព័ន្ធជាមួយនឹងបកគលនឹងម្ដងហើយខ្ញុំបាននិយាយហើយថាធ្លាប់មានកាលពីជំនាន់ដែលខ្ញុំនៅក្នុងជាសមាជិកបកប្រជាជនហ្នឹងមានអ្នកស្គាល់គ្នាគេប្រាប់ខ្ញុំគេថាបកគលហ្នឹងឆាតទៅសុំឲ្យគេជួយបរិច្ចាគលុយ10-20 ដុល្លារអញ្ចឹងទៅគេបាញ់ឲ្យអញ្ចឹងទៅក៏យកទៅទិញអាគ្រឿងអស់ហ្នឹងហើយគេដាក់ឈ្មោះថាសម្ដេចគេជាអំណោយរបស់សម្ដេចគេអញ្ចឹងទៅដល់ទៅពេលខ្ញុំនិយាយអញ្ចឹងសម័យខ្លួនគេចេញមកបកស្រាយគេថាយើងហ្នឹងលៀបពណ៌គេចោតប្រកាន់គេណាឥឡូវបើខ្ញុំចាក់បដ ாய் ថាអំណោយនេះគឺជាអំណោយដែលលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគាត់ឧបត្ថម្ភទៅចោះប៉ុន្តែបងប្អូនជួយមើលសភាពអំណោយរបស់ខ្ញុំបង្ហាញហ្នឹងហើយនឹងបងប្អូនមើលរូបភាពមួយខាងទៀតដែលខ្ញុំបង្ហាញអំពីតកូលមន្ត្រីជាន់ខ្ពស់ស្រុកខ្មែរដែលគេការកូនណាបងប្អូនមើលគម្លាតខុសគ្នាប៉ុណ្ណាណាដែលអាចបញ្ជាក់បានថាស្រុកខ្មែរយើងនឹងការបែងចែកវណ្ណៈការបែងចែកអំពីវណ្ណៈសង្គមនឹងវាមានគម្លាតរវាងអ្នកមានអ្នកក្រនឹងវាខ្លាំងក្នុងកម្រិតណាបងប្អូនមើលអំណោយទៅមានកងខ្លះទៅអ្វីដែលវាគួរសង្វេគហ្នឹងវាអត់មានអាហារណាដែលមើលទៅវាលក្ខណៈថាមានវីតាមីនឬក៏ជាអាហារូបត្ថម្ភដែលឧបត្ថម្ភទៅកាន់អ្នកដែលពិបាកជាពិសេសលោកតាលោកយាយដែលគាត់កំពុងតែមានជំងឺឈឺថ្កាត់ដែលកំពុងខ្វះខាតជាក់ស្ដែងហ្នឹងវាអត់មានអីជាប្រយោជន៍ថាអង្គទៅរៀងប្រយោជន៍ជាងគេចុះក្រៅពីហ្នឹងបងប្អូនទឹកសុទ្ធហ្នឹងមកយួរទៅទឹកត្រីហ្នឹងកន្លះយួរទៅហើយមានអាពីលើហ្នឹងអំបិលមកកញ្ចប់ទៅបើថាបកាខ្ញុំគិតថាយ៉ាងច្រើន 50000 ចុះអញ្ចឹងខ្ញុំគិតថាអំណោយបែបនេះស័ក្តិសមទេដែលដាក់ថាឈ្មោះជាអំណោយរបស់នាយករដ្ឋមន្ត្រីនោះណាផ្ទុយទៅវិញខ្ញុំធ្លាប់បាននិយាយហើយខ្ញុំថាបើជូនអំណោយរបៀបហ្នឹងទេកុំជូនល្អជាងព្រោះជាក់ស្ដែងបងប្អូនឃើញខ្លះលោកតាលោកយាយខ្លះគាត់ឈឺងឹបពីកាទៀតចង់រួចប៉ុន្តែអំណោយទៅចែកឡើងមីបងប្អូនមីកញ្ចប់ស្មាទោះអំណោយអញ្ចឹងដូចដាក់ប្រាសាយគាត់ឆាប់ទៅអញ្ចឹងបាទហើយបងប្អូនមើលរូបភាពមើលសួរថាអំណោយនាយករដ្ឋមន្ត្រីឯណាដែលទៅចែកម្ដង 4-5 នាក់មិនបាន10នាក់មិនឃើញផងហ្នឹងបាទហើយខ្ញុំប្រាប់ណាបងប្អូនបើអំណោយដែលត្រឹមត្រូវបំផុតសម្រាប់ជួយចាស់ជរាទូរគុតជនណាគឺអំណោយជាបានអត់គិតថ្លៃឲ្យគាត់ទៅពេទ្យដោយមិនចំណាយលុយសូម្បីតែ100រៀលឬក៏ការធ្វើជាបានធនាគារណាមួយចិញ្ចឹមគាត់ប្រចាំខែចុះចាស់ដែលនៅតាមជនបទបងប្អូនអាហារគាត់មួយខែណាអត់ស្មើនឹងបាយព្រឹករបស់ពួកអ្នកធំចំណាយមួយពេលផងណាអញ្ចឹងខ្ញុំថាបើសិនជាអំណោយដែលមានតម្លៃសម្រាប់ចាស់ទូរគុតជនណាគួរតែមានថវិកាជួយគាត់ប្រចាំខែរហូតដល់គាត់អស់បញ្ជនណាអស់ហោចណាស់ក៏មួយខែ 100000 ចុះពួកគាត់ប្រាថ្នាតែប៉ុណ្្នឹងគាត់រស់ស្រួលតែម្ដងបងប្អូនគាត់សម្រានឲ្យញញឹមតែម្ដងបាទមិនលក្ខណៈអំណោយយូរ 4-5 ឆ្នាំយកទៅចែកគាត់ម្ដងលេងមានអង្គទៅហើយមានទឹកត្រីកន្លះយួរទៅអំបិលមកកញ្ចប់មីទៅបាទអំណោយអញ្ចឹងបងប្អូនកុំចែកអាហ្នឹងគេហៅថាអំណោយបែបប្រជាពិធទេបាទប៉ុន្តែចែករបៀបអញ្ចឹងណាស្មើនឹងឯងបំបាក់មុខនាយករដ្ឋមន្ត្រីណាព្រោះខ្ញុំគិតថានាយករដ្ឋមន្ត្រីគាត់មិនគំរាមដល់ថ្នាក់ហ្នឹងទេបាទនិយាយគ្នាច្បាស់បន្តិចហើយចាំបានខ្ញុំតែងតែនិយាយចឹងខ្ញុំថាអត់មាននរណាទៅបំផ្លាញគេឈ្មោះរដ្ឋាភិបាលជាងក្រុមអមយថោងរដ្ឋាភិបាលហ្នឹងទេពួកនេះនឹងឯងដែលពីមួយថ្ងៃដែលធ្វើឲ្យរដ្ឋាភិបាលចំណាយលុយបាទទៅលើក្រុមហ្នឹងហើយក្រុមហ្នឹងអត់បានផ្ដល់ជាប្រយោជន៍រដ្ឋាភិបាលផ្ទុយទៅវិញមានតែរុញរដ្ឋាភិបាលហ្នឹងឲ្យធ្លាក់ទឹកបងប្អូនពិចារណាថាខ្ញុំនិយាយខុសឬក៏ត្រូវអញ្ចឹងអ្វីដែលខ្ញុំនិយាយនេះខ្ញុំចង់ផ្ញើសារទៅកាន់រដ្ឋាភិបាលផ្ទាល់តែម្ដងថាឲ្យគាត់ពិចារណាមើលថាតើគួរទុកក្រុមអមយថោងនឹងនៅបន្តឬក៏កាត់បន្ថយពួកនឹងចេញពីព្រោះដល់ពេលដល់វេលាមួយដែលយើងត្រូវធ្វើកំណែតម្រង់ហើយការវេះកាត់គឺជារឿងចាំបាច់បំផុតហើយត្រូវដើរឲ្យទាន់សម័យកាលថាតើប្រជាជនគេចង់បានអីគេចង់ឃើញរដ្ឋាភិបាលនៅក្នុងរូបភាពបែបណានេះជាមតិរបស់ខ្ញុំចង់ឲ្យល្អទាំងអស់គ្នាពីព្រោះអ្នកក៏ជាខ្មែរខ្ញុំក៏ជាខ្មែរយើងជាខ្មែរទាំងអស់គ្នាផ្ទុយទៅវិញយើងត្រូវការសង្គមមួយដែលស្អាតស្អំពិតប្រាកដមិនមែនជាសង្គមមួយស្អាតស្អំបែបអស់គុណសន្តិភាពខ្លាំងខ្លាយនោះទេសូមអរគុណ